ជំរាបសួរក្មេងស្រីរើសអេតចៃម្នាក់កំពុងដើរតាមបណ្ដោយផ្លូវធំមួយដោយកំពុងរើសអេតចៃផ្លាស្ទិកចាស់ទាំងស្ពីបាវដ៏ចាស់រហែកមួយនៅលើខ្នងសម្លៀកបំពាក់របស់នាងប្រឡាក់ប្រឡូសសក់របស់នាងក៏កន្ទ្រើងប៉ុន្តែស្មារតីរបស់នាងមិនដែលរលត់ឡើយភ្លាមនោះនៅកណ្ដាលកន្លែងត្រួតពិនិត្យយានយន្តដែលមើលទៅហាក់ដូចជាផ្លូវការនាងត្រូវបានហៅដោយមន្ត្រីប៉ូលីសខិលខូចម្នាក់ដោយគ្មានហេតុផលច្បាស់លាស់នាងត្រូវបានចោទប្រកាន់ថារារាំងប្រតិបត្តិការហើយត្រូវបានតម្រូវឲ្យបង់ប្រាក់ពិន័យនៅពេលនាងបដិសេធនាងត្រូវបានអូសទាញរហូតដល់ដួលដៃរបស់នាងមានឈាមប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺកំហឹងរបស់នាងបានផ្ទុះឡើងក្នុងមួយប៉ព្រិចភ្នែកនាងបានវាយប្រហារមន្ត្រីប៉ូលីសខិលខូចទាំងនោះម្ដងម្នាក់រហូតដល់ទ្រង់ខ្លួននិងដេកដួលអស់សង្ឃឹមនៅលើផ្លូវកៅស៊ូដ៏ក្តៅតើនាងជានរណាឲ្យប្រាកដហេតុអ្វីបានជានាងមានភាពក្លាហានអស្ចារ្យនិងសមត្ថភាពប្រយុទ្ធដែលមិនធម្មតាសម្រាប់អ្នករើសអេតចាយតើរឿងរ៉ាវពេញលេញយ៉ាងដូចម្ដេចសូមតាមដានទាំងអស់គ្នាប៉ុន្តែមុននោះសូមកុំភ្លេចចុចប៊ូតុង like ប្រសិនបើអ្នកចូលចិត្តវីដេអូនេះនិង Subscribe ដើម្បីឲ្យ Channel នេះអាចបន្តរីកចម្រើនហើយយើងចូលទៅកាន់សាច់រឿងតែម្ដងរសៀលនោះព្រះអាទិត្យក្តៅខ្លាំងកំពុងដុតផ្លូវកៅស៊ូរហូតដល់ខ្យល់អាកាសញ័រដូចកញ្ចក់ប្រេះមេឃពណ៌ខៀវគ្មានពកហើយទីក្រុងហាក់ដូចជាស្ងប់ស្ងាត់ទោះបីជាសំឡេងយានយន្តម្ដងការធ្វើឲ្យរញ្ជួយចិញ្ចាំផ្លូវក៏ដោយនៅកណ្ដាលអាកាសធាតុក្តៅហួតហែងក្មេងស្រីវ័យក្មេងម្នាក់ដើរយឺតតាមចិញ្ចាំផ្លូវជើងទេរបស់នាងប៉ះនឹងដីក្តៅការពារត្រឹមតែស្បែកជើងផ្ទាត់មួយគូដែលស្ទើរតែដាច់ខ្សែញើសហូរនៅលើថ្ងាសរបស់នាងធ្វើឲ្យសក់ដែលកន្ទ្រើងមិនបានសិតតាំងពីព្រឹកជោគនាងគ្មានឆាត់គ្មានមួកមានតែការតាំងចិត្តដែលឆេះនៅក្នុងភ្នែកដ៏មុតស្រួចរបស់នាងជំហាននីមួយរបស់នាងស្ងប់ស្ងាត់និងណហាក់ដូចជានាងដឹងច្បាស់ថាត្រូវទៅណាទោះបីជាពិភពលោកហាក់ដូចជាមិនខ្វល់ពីនាងក៏ដោយបាវចាស់មួយព្យួរនៅលើស្មារបស់នាងវាធ្ងន់ដោយសារលទ្ធផលនៃការរើសអេតចាយតាំងពីព្រលឹមខ្យល់ក្តៅមិនបានធ្វើឲ្យនាងរង្គោះរង្គើឡើយផ្ទុយទៅវិញស្មារតីរបស់នាងដូចជាភ្លើងតូចមួយដែលបន្តឆេះនៅកណ្ដាលវាលខ្សាច់នៅជុំវិញនាងមនុស្សម្នេធ្វើដំណើរកាត់ទៅមកក្នុងរថយន្តមានម៉ាស៊ីនត្រជាក់ប៉ុន្តែនាងមិនច្រណែនទេនាងដឹងថាតម្លៃនៃភាពស្មោះត្រង់គឺថ្លៃជាងការរស់នៅស្រណុកស្រួលคล้ายៗរសៀលនេះដូចជារាល់ដងនាងនឹងបន់ត្រារើសរបស់ដែលគេបោះចោលដើម្បីអាហារពេលល្ងាចហើយនៅពីក្រោយមុខមាត់ប្រឡាក់ប្រឡូសនោះលាក់ទុកនៅភាពក្លាហានដែលគ្មាននរណាបានឃើញពិភពលោកអាចចាត់ទុកនាងតូចតាចប៉ុន្តែនាងដឹងថាកម្លាំងពិតប្រាកដមិនត្រូវបានវាស់វែងដោយរូបរាងខាងក្រៅឡើយបុប្ផានោះជាឈ្មោះរបស់ក្មេងស្រីនោះនាងមានអាយុ25ឆ្នាំនៅក្មេងប៉ុន្តែស្យាមទៅហើយនឹងជីវិតដែលគ្មានការអាណិតអាសូរសម្លៀកបំពាក់របស់នាងរហែករយេយាយដៃអាវរហែកត្រង់នេះបន្តិចត្រង់នោះបន្តិចខោខ្លីដោយសារក្រណាត់ត្រូវបានប្រើរហូតដល់សឹកសក់របស់នាងមិនដែលប៉ះសិតសក់ថ្លៃទេប៉ុន្តែតែងតែចងយ៉ាងស្អាតដើម្បីកុំឲ្យរំខានដល់ការមើលឃើញរបស់នាងពេទ្យធ្វើការនាងមិនខ្មាស់អៀននឹងរូបរាងរបស់នាងទេផ្ទុយទៅវិញនោះហើយជាកម្លាំងរបស់នាងមិនចាំបាច់លាក់ខ្លួននៅពីក្រោយរូបភាពคล้ายៗព្រោះនាងដឹងថានាងជានរណាពិតប្រាកដបាវនៅលើខ្នងរបស់នាងមានដបផ្លាស្ទិកកំប៉ុងចាស់និងក្រដាសកាតុងតូចជាកំណប់ទ្របសម្រាប់អ្នកដែលដឹងពីតម្លៃរបស់វារាល់ថ្ងៃនាងរើសពីធុងសម្រាមមួយទៅធុងសម្រាមមួយពីតូបលក់ដូរមួយទៅតូបមួយទៀតដោយគ្មានអារម្មណ៍ខ្មាស់អៀនគ្មានអារម្មណ៍ទាបសម្រាប់នាងការធ្វើការដោយដៃខ្លួនឯងគឺថ្លៃថ្នូរជាងការសុំទាននាងមិនដែលត្អូញត្អែមិនដែលបន្ទោសវាសនាគ្រាន់តែដើរប្រមូលនិងតស៊ូថ្ងៃនេះក៏ដូចគ្នានាងគ្រាន់តែចង់បញ្ចប់ការងាររបស់នាងមុនពេលថ្ងៃលិចប៉ុន្តែរសៀលនេះមានអ្វីមួយដែលមិននឹកស្មានដល់អ្វីមួយដែលនឹងសាកល្បងមិនត្រឹមតែភាពក្លាហានរបស់នាងប៉ុណ្ណោះទេប៉ុន្តែក៏ជាជំនឿរបស់នាងលើយុទ្ធធម៌ផងដែរហើយបុប្ផាដោយមិនដឹងខ្លួនកំពុងឈានជើងទៅរកពេលមួយដែលនឹងផ្លាស់ប្ដូរអ្វីទាំងអស់សក់របស់បុប្ផាយេបយ៉ាប់ត្រូវខ្យល់ទីក្រុងភ្នំពេញដ៏ក្តៅនិងមានធូលីដីមិនបានប៉ះសិតសក់តាំងពីព្រលឹមនាងគ្មានពេលដើម្បីរៀបចំវ៉ាទេគ្រប់នាទីគឺមានតម្លៃសម្រាប់ការរើសដបដើម្បីបាយមួយពេលនៅពេលល្ងាចសម្លៀកបំពាក់របស់នាងទោះបីចាស់រហែកនិងប្រឡាក់ប្រឡូសក៏នាងតែងតែធានាថាស្អាតគ្មានក្លិនមិនល្អអនាម័យសម្រាប់នាងគឺជាទម្រង់នៃការគោរពខ្លួនឯងទោះបីជាពិភពលោកមិនគោរពនាងក៏ដោយធូលីដីតាមផ្លូវជាប់នឹងថ្ពាល់របស់នាងប៉ុន្តែភ្នែករបស់នាងនៅតែភ្លឺថ្លាដូចជាស្ទឹងតូចមួយដែលហូរនៅពីក្រោយគុម្ពោតព្រៃនាងឈានជំហានដោយចង្វាក់ស្ងប់ស្ងាត់ដូចជាមនុស្សដែលដឹងច្បាស់ពីគោលដៅរបស់ខ្លួនទោះបីជាផ្លូវរបស់នាងមិនមែនក្រាលកៅស៊ូលងក៏ដោយចលនានីមួយរបស់នាងមានប្រសិទ្ធភាពគ្មានអ្វីឥតប្រយោជន៍អន់ចោះឈោងចាប់ពិនិត្យរួចដាក់ចូលទៅក្នុងបាវគ្មានអារម្មណ៍ខ្ពើមម្អើមគ្មានអារម្មណ៍ខ្មាស់អៀនមានតែការផ្ចង់អារម្មណ៍និងការអត់ធ្មត់ដែលហូរចេញពីភាពស្ងៀមស្ងាត់របស់នាងសម្រាប់នាងដបផ្លាស្ទិកមិនមែនជាសម្រាមទេប៉ុន្តែជាគ្រាប់
ពូជនៃក្តីសង្ឃឹមដែលអាចដោះដូរយកអាហារសាប៊ូឬសូម្បីតែសៀវភៅចាស់ដើម្បីអាននៅពេលយប់នាងដឹងថាពិភពលោកតែងតែវិនិច្ឆ័យពីខាងក្រៅប៉ុន្តែនាងមិនខ្វល់ព្រោះកិត្តិយសសម្រាប់នាងដុសចេញពីខាងក្នុងហើយថ្ងៃនេះដូចធម្មតានាងជ្រើសរើសផ្លូវត្រូវមិនមែនផ្លូវស្រួលទេជំហានរបស់នាងអាចតូចប៉ុន្តែមិនដែលថយក្រោយឡើយនៅពីក្រោយរាងកាយស្គមស្កាំងនោះមានព្រលឹងមួយដែលមិនងាយបាក់បែករឹងដូចថ្មប៉ុន្តែកក់ក្ដៅដូចព្រះអាទិត្យពេលព្រឹកនាងបន្តដើរព្រោះការឈប់មានន័យថាចុះចាញ់ហើយការចុះចាញ់មិនមែនជាផ្នែកមួយរបស់នាងទេទោះបីជារាងកាយរបស់នាងប្រឡាក់ដោយធូលីនិងញើសស្មារតីរបស់បុប្ផានៅតែឆេះសន្ធោសន្ធៅដូចរងើកភ្លើងក្រោមផេះនាងមិនដែលអនុញ្ញាតឲ្យភាពនឿយហត់គ្រប់គ្រងបេះដូងរបស់នាងឡើយរាល់អារម្មណ៍នឿយហត់នាងបង្វែរវាទៅជាថាមពលដើម្បីឈានជំហានបន្តទៀតស្នាមញឹមរបស់នាងកម្រនឹងឃើញណាស់ប៉ុន្តែនៅពេលដែលវាលេចឡើងវាគឺស្មោះត្រង់កើតចេញពីការដឹងគុណចំពោះរឿងតូចតាចដប់នៅហ្គែនវ៉ែនកំប៉ុងមិនកំពិតឬគ្រាន់តែជាខ្យល់ត្រជាក់ដែលមកដល់ទាន់ពេលនៅពេលដែលក្តៅស្ទះទ្រាំមិនបាននាងជឿជាក់ថាជីវិតនេះយុត្តិធម៌ចំពោះអ្នកដែលមិនឈប់ព្យាយាមទោះបីជាពេលខ្លះយុត្តិធម៌នោះមកយឺតយ៉ាវក៏ដោយបុប្ផាឈប់មួយផ្លែតនៅមុខធុងសំរាមធំមួយនៅក្បែរហាងបាយដៃរបស់នាងដែលគ្រើមប៉ុន្តែស្ទាត់ជំនាញបានកាយថង់ផ្លាស្ទិកចាស់និងកាកសំណល់អាហារដើម្បីស្វែងរកផ្លាស្ទិកដែលនៅហ្គែនវ៉ាន់ភ្នែករបស់នាងត្រូវបានបង្វឹកនាងអាចបែងចែករវាងដបដែលមានតម្លៃនិងដបដែលលែងលក់បានត្រឹមតែមួយក្រឡេកមើលនាងលើកដបទឹកបរិសុទ្ធមួយក្រឡុកវាដើម្បីធានាថាមិនមានវត្ថុរ៉ាវនៅសល់រួចដាក់វាចូលទៅក្នុងបាវចលនារបស់នាងស្ងប់ស្ងាត់ពេញដោយការអត់ធ្មត់ហាក់ដូចជាវត្ថុនេះមួយដែលនាងប៉ះគឺជាផ្នែកមួយនៃពិធីប្រចាំថ្ងៃដ៏ពិសិដ្ឋគ្មានអារម្មណ៍ខ្ពើមម្អើមមានការស្ទាក់ស្ទើរមានតែការផ្ចង់អារម្មណ៍និងការគោរពចំពោះការងារដែលនាងបានជ្រើសរើសនៅពីក្រោយនាងសំឡេងស៊ីផ្លេនិងម៉ាស៊ីនម៉ូតូចាប់ផ្ដើមមើលកាន់តែច្បាស់ប៉ុន្តែនាងមិនងាកមើលទេសម្រាប់នាងពិភពខាងក្រៅគ្រាន់តែជាផ្ទៃខាងក្រោយប៉ុណ្ណោះអ្វីដែលសំខាន់គឺភារកិច្ចនៅចំពោះមុខនាងដឹងថារាល់ដបដែលនាងប្រមូលបានគឺជាជំហានតូចមួយឆ្ពោះទៅរកថ្ងៃស្អែកដែលកាន់តែស្ងប់ស្ងាត់ហើយថ្ងៃនេះដូចធម្មតានាងនឹងបន្តរើសអេបចាយបុប្ផាធ្វើការដោយស្មោះត្រង់គឺជាទម្រង់នៃការតស៊ូដ៏ថ្លៃថ្នូរបំផុតប្រឆាំងនឹងភាពក្រីក្រហើយពីចម្ងាយសំឡេងស្រែកនិងសំឡេងហ្វ្រាំងរថយន្តបានបំបែកភាពស្ងៀមស្ងាត់ពេលរសៀលបុប្ផាបានឬប៉ុន្តែមិនបានបញ្ឈប់ចលនារបស់នាងទេនាងដឹងថានោះគឺជាការត្រួតពិនិត្យយានយន្តដែលតែងតែកើតឡើងនៅផ្លូវបំបែកនេះជាពិសេសនៅពេលម៉ោងមីញឹកនាងក្រឡេកមើលមួយផ្លែតភ្នែករបស់នាងសម្លឹងទៅទីដៅនៃសំឡេងនោះម៉ូតូជាច្រើនគ្រឿងឈប់ប៉ូលីសឈរនៅកណ្ដាលផ្លូវដោយមានដំបងនៅក្នុងដៃប៉ុន្តែនាងមិនអើពើការត្រួតពិនិត្យមិនមែនជាកិច្ចការរបស់នាងទេនាងគ្រាន់តែជាអ្នករើសអេបចាយដែលកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនដោយស្ងប់ស្ងាត់នាងឈានជំហានទៅកាន់ធុងសំរាមបន្ទាប់នៅមុខតូបលក់ទំនិញតូចមួយបាវរបស់នាងចាប់ផ្ដើមប៉ោងទម្ងន់របស់វាកាន់តែធ្ងន់ប៉ុន្តែជំហានរបស់នាងនៅតែមានស្ថិរភាពនាងដឹងពីដែនកំណត់របស់នាងមិនត្រូវរំខានមិនត្រូវធ្វើឲ្យមានសម្លេងរំខានមិនត្រូវក្លាយជាចំណាប់អារម្មណ៍ជីវិតបានបង្រៀននាងឲ្យស្ងៀមស្ងាត់សង្កេតមើលនិងធ្វើចលនាតែនៅពេលចាំបាច់ប៉ុន្តែនៅពីក្រោយភាពស្ងៀមស្ងាត់នោះភ្នែករបស់នាងតែងតែប្រុងប្រយ័ត្នហើយលើកនេះមានអ្វីមួយនៅក្នុងការត្រួតពិនិត្យនោះដែលហាក់ដូចជាចម្លែករញ៉េញ៉ៃពេកយូរពេកមានសម្លេងសើចតិចរឿនពេកពីមន្ត្រីទាំងនោះប៉ុន្តែបុប្ផាគ្រាន់តែដកដង្ហើមធំយឺតរួចក៏ផ្ដោតអារម្មណ៍វិញទៅលើដបដែលកំពុងរង់ចាំនាងសង្គ្រោះចេញពីគំនរសម្រាមនាងមិនទាន់ដឹងថាការត្រួតពិនិត្យនោះមិនមែនគ្រាន់តែជាការរំខានទេប៉ុន្តែជាការចាប់ផ្ដើមនៃចំនួនដែលនឹងសាកល្បងភាពក្លាហាននិងគោលការណ៍របស់នាងម្ដុំការបុប្ផាក្រឡេកមើលទៅកន្លែងត្រួតពិនិត្យនោះពីក្រោយស្រមោលចិញ្ចើមផ្លូវភ្នែកដ៏មុតស្រួចរបស់នាងចាប់បានចលនាដែលមិនធម្មតារបស់មន្ត្រីប៉ូលីសខលខូចនោះមិនបានពិនិត្យឯកសារមិនបានសួរនាំអត្តសញ្ញាណគ្រាន់តែឈរដោយលូកដៃចេញអ្នកបើកបរម៉ូតូម្នាក់ឈប់ទឹកមុខរបស់គាត់តានតឹងរួចក៏ស្ងាត់ដកលុយមួយសន្លឹកចេញពីកាបូបរបស់គាត់លុយនោះត្រូវបានសុកចូលទៅក្នុងហោប៉ៅឯកសណ្ឋានរបស់មន្ត្រីនោះហើយក្នុងរយៈពេលប៉ុន្មានវិនាទីអ្នកបើកបរនោះត្រូវបានអនុញ្ញាតឲ្យទៅដោយគ្មានការសួរនាំបុប្ផាឈប់ជំហានមួយផ្លែតទ្រូងរបស់នាងញ័រតិចនាងដឹងថានេះមិនមែនជាការត្រួតពិនិត្យធម្មតាទេនេះគឺជាការសម្ដែងឆាកល្ខោនមួយដែលត្រូវបានសម្ដែងមិនមែនដើម្បីរៀបចំសណ្ដាប់ធ្នាប់ទេប៉ុន្តែដើម្បីជំរិតទារប្រាក់ពីប្រជាជនតូចតាចនាងខំបូរមាត់ផ្នែកខាងក្នុងទប់កំហឹងដែលចាប់ផ្ដើមជ្រៀតចូលក្នុងទ្រូងប៉ុន្តែនាងមិននិយាយអ្វីទាំងអស់មិនទាន់ដល់ពេលទេនាងគ្រាន់តែអន្មុខចាប់ខ្សែបាវកាន់តែណែនរួចបន្តជំហានរបស់នាងប៉ុន្តែលើកនេះជើងរបស់នាងផ្ទុកបន្ទុកដែលធ្ងន់ជាងមុនបន្ទុកនៃយុទ្ធធរដែលមិនទាន់ត្រូវបានអនុវត្តនាងបានឃើញយ៉ាងច្បាស់ពីរបៀបដែលមន្ត្រីប៉ោះប៉ូលីសខលខូចនោះទទួលលុយដោយគ្មានអារម្មណ៍ខ្មាស់អៀនថែមទាំងញឹមតិចហាក់ដូចជាកំពុងរីករាយនឹងជ័យជំនះតូចមួយគ្មានសៀវភៅពិន័យគ្មានកំណត់ត្រាផ្លូវការមានតែការដោះដូរស្ងាត់ដែលហែកហួរទំនុកចិត្តរបស់សង្គមចំពោះអ្នកអនុវត្តច្បាប់
បុប្ផាដកដង្ហើមធំនាងដឹងថានៅក្នុងទីក្រុងនេះការអនុវត្តបែបនេះមិនមែនជារឿងថ្មីទេប៉ុន្តែលើកនេះឃើញផ្ទាល់ភ្នែកនៅពេលថ្ងៃត្រង់នៅចំពោះមុខនាងផ្ទាល់ធ្វើឲ្យមានអ្វីមួយនៅក្នុងខ្លួននាងប្រេះស្រាំមិនមែនបាក់បែកទេប៉ុន្តែចាប់ផ្ដើមបើកចំហនាងបន្តដើរប៉ុន្តែការសម្លឹងរបស់នាងមិនដាច់ពីឆាកល្ខោននោះទេជំហាននីមួយរបស់នាងឥឡូវនេះត្រូវបានលម្អដោយសំណួររហូតដល់ពេលណាទើបបញ្ឈប់រហូតដល់ពេលណាទើបអ្នកទុនខ្សោយត្រូវបង់ប្រាក់ស្ងាត់ដើម្បីគ្រាន់តែឆ្លងកាត់ប៉ុន្តែនាងនៅតែស្ងៀមមិនទាន់ដល់ពេលនិយាយមិនទាន់ដល់ពេលប្រឆាំងប៉ុន្តែសភាពកត់របស់នាងខ្សឹបប្រាប់ថាឆាប់នេះហើយបុប្ផាដែលរស់នៅក្នុងភាពស្ងៀមស្ងាត់រហូតមកបានចាប់ផ្ដើមមានអារម្មណ៍ក្តៅនៃកំហឹងដែលលែងអាចទប់បានទៀតហើយមិនមែនជាកំហឹងងើតងល់ទេប៉ុន្តែជាកំហឹងដែលកើតចេញពីយុទ្ធធម៌ដែលត្រូវបានកប់ទុកជាយូរមកហើយដោយគ្មាននីតិវិធីច្បាស់លាស់ដោយគ្មានការពិនិត្យឯកសារអ្នកបើកបរនោះត្រូវបានអនុញ្ញាតឲ្យទៅបាត់ភ្លាមបន្ទាប់ពីប្រគល់លុយគ្មានកំណត់ត្រាគ្មានបង្កាន់ដៃមានតែការងក់ក្បាលយ៉ាងលឿនពីមន្ត្រីប៉ូលីសខិលខូចដែលទឹកមុខបង្ហាញពីជ័យជំនះថោកទាបបុប្ផាបានឃើញអ្វីទាំងអស់ពីចម្ងាយភ្នែករបស់នាងរួមតូចក្នុងភាពស្ងៀមស្ងាត់នាងដឹងច្បាស់ពីអត្ថន័យនៃការដោះដូរស្ងាត់នោះនេះមិនមែនជាការអនុវត្តច្បាប់ទេនេះគឺជាការជំរិតទារប្រាក់ដែលក្លែងបន្លំជាភារកិច្ចផ្លូវការដៃរបស់នាងដែលកាន់ខ្សែបាវរឹតបន្តិចសរសៃឈាមនៅលើខ្នងដៃរបស់នាងឡើងប៉ោងប៉ុន្តែនាងមិនធ្វើចលនាទេនាងគ្រាន់តែឈរនៅពីក្រោយស្រមោលបង្គោលភ្លើងដូចជាស្រមោលនៃសេចក្តីពិតដែលមើលមិនឃើញប៉ុន្តែតែងតែមានវត្តមាននៅជុំវិញនាងប្រជាពលរដ្ឋផ្សេងទៀតក៏ស្ងៀមស្ងាត់គ្មាននរណាប្រឆាំងគ្មាននរណាសម្ដែងការមិនពេញចិត្តហាក់ដូចជាសាំទៅហើយហត់នឿយពេកក្នុងការតស៊ូប៉ុន្តែបុប្ផាខុសពីគេសម្រាប់នាងទម្លាប់មិនមែនជាការដោះសារហើយភាពស្ងៀមស្ងាត់ប្រសិនបើបន្តអនុញ្ញាតនឹងបង្កើតតែជនរងគ្រោះកាន់តែច្រើននៅក្នុងចិត្តបុប្ផានិយាយយឺតនេះមិនមែនជាការត្រួតពិនិត្យពិតប្រាកដទេនេះជាការឆែកឆេរខុសច្បាប់ប្រយោគនោះមិនចេញពីមាត់របស់នាងទេប៉ុន្តែបានបន្លឺឡើងយ៉ាងខ្លាំងនៅក្នុងក្បាលរបស់នាងដូចជាសំឡេងគងដែលត្រូវបានវាយនៅកណ្ដាលរាត្រីស្ងាត់នាងដឹងថាមន្ត្រីខិលខូចទាំងនោះកំពុងប្រើប្រាស់ឯកសណ្ឋាននិងអំណាចដើម្បីបំផិតបំភ័យប្រជាជនតូចតាចរួចជំរិតទារលុយរបស់ពួកគេដោយសំអាងលើច្បាប់ដែលពួកគេខ្លួនឯងមិនដែលគោរពនាងបានឃើញពីរបៀបដែលអ្នកបើកបរម្នាក់នោះចាក់ចេញទៅដោយអន់ស្មាមិនមែនធូរស្រាលទេប៉ុន្តែខ្មាស់អៀនព្រោះមិនហ៊ានបដិសេធហើយអារម្មណ៍ខ្មាស់អៀននោះសម្រាប់បុប្ផាគឺជាមុខរបួសដែលជ្រៅជាងលុយដែលបាត់បង់ទៅទៀតនាងដកដង្ហើមវែងរួចបោះជំហានម្ដងទៀតប៉ុន្តែលើកនេះជើងរបស់នាងមិនត្រឹមតែផ្ទុកបាវដប់ទេនាងផ្ទុកការតាំងចិត្តដែលចាប់ផ្ដើមប្រមូលផ្ដុំថ្ងៃណាមួយឧក្រិដ្ឋកម្មបែបនេះត្រូវតែបញ្ឈប់ហើយប្រហែលជាថ្ងៃនោះគឺជាថ្ងៃនេះទោះបីជាសម្លៀកបំពាក់របស់នាងប្រឡាក់ប្រឡូសនិងសក់របស់នាងកន្ទ្រើងបុប្ផាមានអារម្មណ៍ថាមានអ្វីមួយចាប់ផ្ដើមផ្លាស់ប្ដូរនៅក្នុងខ្លួននាងពីអ្នកសង្កេតការស្ងៀមស្ងាត់ទៅជាសាក្សីដែលលែងអាចធ្វើពុតជាខ្វាក់ទៀតហើយបុប្ផាបន្តជំហានរបស់នាងព្យាយាមផ្ដោតអារម្មណ៍ឡើងវិញលើភារកិច្ចរបស់នាងក្នុងការប្រមូលដបចាស់នាងឈប់នៅមុខតូបមួយដែលតែងតែទុកក្រដាសកាតុងនៅក្បែរទ្វារដៃរបស់នាងធ្វើចលនាដោយស្វ័យប្រវត្តិលើកបត់ដាក់ចូលប៉ុន្តែគំនិតរបស់នាងនៅតែជាប់គាំងនឹងឆាកអខោនត្រួតពិនិត្យនោះចលនានីមួយរបស់នាងឥឡូវនេះកាន់តែយឺតកាន់តែធ្ងន់ហាក់ដូចជារាងកាយរបស់នាងកំពុងទប់ទល់នឹងបន្ទុកដែលមើលមិនឃើញនាងដឹងថាប្រសិនបើនាងបន្តងាកមើលនាងនឹងបាត់បង់ការគ្រប់គ្រងដូច្នេះនាងបង្ខំភ្នែករបស់នាងឲ្យសម្លឹងមើលតែដីនៅពីមុខជើងរបស់នាងទៅលើដបដែលកំពុងរង់ចាំត្រូវបានសង្គ្រោះពីការបំភ្លេចចោលប៉ុន្តែទោះបីជារាងកាយរបស់នាងស្ងៀមស្ងាត់ព្រលឹងរបស់នាងចាប់ផ្ដើមរំជើបរំជួលនាងខ្លាចអំពើហិង្សាប៉ុន្តែអ្វីដែលធ្វើឲ្យនាងខឹងសម្បាគឺភាពคล้ายคล้ายរបស់ពួកគេដែលបន្លំខ្លួនជាអ្នកការពារតាមពិតគឺជាចោរប្លន់ដែលមានមុខមាត់ផ្លូវការនាងដកដង្ហើមធំរួចលើកបាវរបស់នាងដែលកាន់តែធ្ងន់ថ្ងៃនេះនាងសន្យាក្នុងចិត្តនាងនឹងរក្សាភាពស្ងប់ស្ងាត់ដរាបណាពួកគេមិនប៉ះពាល់ដល់ព្រំដែនចុងក្រោយរបស់នាងមិនយូរប៉ុន្មានផ្លូវរបស់នាងនាំនាងទៅជិតទីតាំងត្រួតពិនិត្យនោះនាងមិនមានបំណងឆ្លងកាត់វាទេប៉ុន្តែគ្មានផ្លូវផ្សេងចិញ្ចើមផ្លូវនៅខាងទៀតកំពុងត្រូវបានជួសជុលដោយជំហានប្រុងប្រយ័ត្ននាងដើរតាមចិញ្ចើមផ្លូវរក្សាចម្ងាយព្យាយាមមិនទាក់ទាញចំណាប់អារម្មណ៍នាងគ្រាន់តែចង់ឆ្លងកាត់គ្រាន់តែចង់ត្រឡប់ទៅរកទម្លាប់ប្រចាំថ្ងៃដ៏ស្ងប់ស្ងាត់របស់នាងប៉ុន្តែហាក់ដូចជាវាសនាកំពុងគោះទ្វារមន្ត្រីប៉ូលីសខិលខូចម្នាក់បានងាកមករកនាងភ្នែករបស់គាត់រួមតូចរួចញឹមហេគាត់ស្រែកខ្លាំងសំឡេងរបស់គាត់បំបែកភាពស្ងៀមស្ងាត់ពេលរសៀលឯងអ្នករើសអេតចាយមិនឃើញគេកំពុងធ្វើការទេអីឯងមករំខានគេបុប្ផាឈប់រាងកាយរបស់នាងរឹងប៉ុន្តែទឹកមុខរបស់នាងនៅតែធម្មតានាងដឹងថានេះមិនមែនអំពីការត្រួតពិនិត្យទេនេះគឺអំពីអំណាចដែលចង់សាកល្បងហើយលើកនេះអ្នកដែលត្រូវបានសាកល្បងមិនមែនជាប្រជាជនតូចតាចដែលអស់សង្ឃឹមទេប៉ុន្តែជាស្ត្រីម្នាក់ដែលស្ងៀមស្ងាត់រហូតមកប៉ុន្តែមិនដែលខ្វាក់
មន្ត្រីប៉ូលីសខលខូចនោះដើរចូលមកជិតដោយពឹងទ្រូងហាក់ដូចជាឯកសណ្ឋានរបស់គាត់ផ្ដល់សិទ្ធិឲ្យគាត់ប្រមាថនរណាក៏ដោយដែលគាត់ចាត់ទុកថាទាបជាងទឹកមុខរបស់គាត់ក្រោតគ្រាតសម្លេងរបស់គាត់គំរាមកំហែងភ្នែករបស់គាត់សម្លឹងមើលបុប្ផាដូចជាឃើញសម្រាមដែលរំខានទិដ្ឋភាពឯងមើលមិនឃើញទេអីនេះកំពុងត្រួតពិនិត្យយានយន្តឯងមកធ្វើឲ្យញ៉ៃញ៉ៃនៅទីនេះរំខានប្រតិបត្តិការផ្លូវការគាត់ស្រែកទោះបីជាគ្មានច្បាប់ណាហាមឃាត់អ្នកថ្មើរជើងជាពិសេសអ្នករើសអេតចាយមិនឲ្យឆ្លងកាត់ផ្លូវសាធារណៈក៏ដោយគាត់ឈរនៅពីមុខបុប្ផារាងកាយរបស់គាត់ជិតណាបាំងផ្លូវនាងហាក់ដូចជាចង់បង្ខំឲ្យក្មេងស្រីនោះអន់មុខឬដកថយប៉ុន្តែបុប្ផាគ្រាន់តែសម្លឹងមើលត្រង់ភ្នែករបស់នាងមិនព្រិចមិនញើតនាងដឹងថានេះមិនមែនជាការត្រួតពិនិត្យទេនេះគឺជាការសាកល្បងតូចមួយពីមនុស្សដែលស្រេកឃ្លានការភ័យខ្លាចហើយនាងគ្មានបំណងផ្ដល់ឲ្យទេដោយគ្មានហេតុផលផ្លូវច្បាប់ច្បាស់លាស់មន្ត្រីនោះបន្តការចោទប្រកាន់របស់គាត់ដោយសម្លេងកាន់តែគំរាមកំហែងឯងក៏កំពុងរំលោភច្បាប់ដែររារាំងដំណើរការត្រួតពិនិត្យបង់ប្រាក់ពិន័យឥឡូវនេះបើមិនអីចឹងទេយើងនឹងនាំឯងទៅប៉ុស្តិ៍គាត់និយាយទាំងលូកដៃចេញហាក់ដូចជាទាលុយដូចដែលគាត់បានធ្វើចំពោះអ្នកបើកបរមុននៅជុំវិញគាត់សហការីខលខូចផ្សេងទៀតញឹមតិចរីករាយនឹងទិដ្ឋភាពនេះដូចជាការសម្ដែងថោកទាបពួកគេជឿជាក់ថាក្មេងស្រីប្រឡាក់ប្រឡូសនេះនឹងអន់ក្បាលយំឬរត់គេចដូចមនុស្សភាគច្រើនដែលពួកគេបានគៀបសង្កត់រហូតមកប៉ុន្តែពួកគេគិតខុសបុប្ផាមិនដកថយទេនាងគ្រាន់តែដកដង្ហើមធំយឺតរួចងើបមុខដែលនៅតែប្រឡាក់ធូលីសម្លឹងមើលត្រង់ទៅភ្នែករបស់មន្ត្រីនោះនៅក្នុងភាពស្ងៀមស្ងាត់របស់នាងមានអ្វីមួយចាប់ផ្ដើមផ្លាស់ប្ដូរមិនមែនជាការភ័យខ្លាចទេប៉ុន្តែជាការសម្រេចចិត្តហើយការសម្រេចចិត្តនោះនឹងនិយាយខ្លាំងជាងសម្លេងស្រែករបស់ពួកគេឆាប់នេះបុប្ផាដើរចូលទៅជិតដោយជំហានស្ងប់ស្ងាត់មិនប្រញាប់ប្រញាល់ហាក់ដូចជានាងកំពុងដើរទៅរកនរណាម្នាក់ដែលនាងមិនបានជួបជាយូរមកហើយបាវនៅលើខ្នងរបស់នាងនៅតែព្យួរដប់នៅក្នុងនោះប៉ះទង្គិចគ្នាដូចជាសម្លេងតូចមួយនៃការតស៊ូនាងឈប់នៅពីមុខមន្ត្រីប៉ូលីសនោះចិត្តឃើញដំណក់ញើសនៅលើសៀបផ្ការបស់គាត់ចិត្តអានពីអារម្មណ៍ក្រអឺតក្រទុំដែលចាប់ផ្ដើមប្រេះស្រាំភ្នែករបស់នាងមិនអន់ចុះមិនគេចវិនាងសម្លឹងមើលត្រង់ដោយភាពភ្លឺថ្លាដែលធ្វើឲ្យមន្ត្រីនោះមានអារម្មណ៍មិនស្រួលបន្តិចដោយមិនដឹងមូលហេតុខ្ញុំមិនបានរំខានអ្វីទេនាងនិយាយយឺតសំឡេងរបស់នាងច្បាស់ប៉ុន្តែមិនខ្លាំងខ្ញុំនៅទីនេះគ្រាន់តែចង់រើដប់ចាស់បើលោកឲ្យខ្ញុំបងដោយរបស់នេះនាងទាញដបមួយចេញពីបាវលើកវាឡើងយឺតនៅពីមុខរបស់ប៉ូលីសនោះថ្លាទេគ្មានតម្លៃសម្រាប់មនុស្សភាគច្រើនប៉ុន្តែពោពេញដោយអត្ថន័យនៅក្នុងដៃរបស់នាងអ្នកបើកបរដែលកំពុងរង់ចាំនៅជុំវិញកន្លែងត្រួតពិនិត្យចាប់ផ្ដើមងាកមើលដំបងឡើយតែម្នាក់បន្ទាប់មកពីរនាក់រួចមកភ្នែកជាច្រើនគូសម្លឹងមើលទៅទិដ្ឋភាពនោះពួកគេឃើញក្មេងស្រីប្រឡាក់ប្រឡូសម្នាក់ឈរត្រង់នៅចំពោះមុខមន្ត្រីដែលមានទឹកមុខកាចសាហាវផ្ដល់ដបចាស់ជាការទូទាត់មិនមែនដោយសារតែល្ងងខ្លៅទេប៉ុន្តែដោយសារតែនាងដឹងច្បាស់ថាការទាមទារនោះមិនសមហេតុផលប៉ុណ្ណាហើយនៅក្នុងភាពស្ងៀមស្ងាត់ដែលកំពុងគ្របដណ្ដប់នោះមាននរណាម្នាក់សើចតិចរួចក៏មានអ្នកផ្សេងទៀតសើចតាមមិនមែនជាការសើចបុប្ផាទេប៉ុន្តែជាការសើចដែលកើតចេញពីការយល់ដឹងរួមថាតើអំណាចដែលព្យាយាមជំរិតទារពីអ្នកគ្មានអ្វីសោះនោះគួរឲ្យអស់សំណើចប៉ុណ្ណាសំឡេងសើចនោះរីករាលដាលបន្តិចម្ដងញ៉ាំងត្រចៀករបស់មន្ត្រីខលខូចទាំងនោះធ្វើឲ្យមុខរបស់ពួកគេឡើងក្រហមពួកគេមានអារម្មណ៍ថាបាត់បង់ការគ្រប់គ្រងមិនមែនដោយសារការគំរាមកំហែងទេប៉ុន្តែដោយសារការពិតដែលភ្លាមនោះហាក់ដូចជាភ្លឺច្បាស់ពេកនៅពេលថ្ងៃដ៏ក្តៅនេះបុប្ផានៅតែឈរនៅទីនោះដបនៅក្នុងដៃរបស់នាងមិនទាន់ត្រូវបានទម្លាក់ចុះហាក់ដូចជារងចាំចម្លើយដែលនឹងមិនមកដល់សំឡេងសើចរបស់អ្នកបើកបរដែលដំបងឡើយតិចបានប្រែទៅជាការសើចខ្លាំងមិនមែនដោយសារតែវាគួរឲ្យអស់សំណើចទេប៉ុន្តែដោយសារតែពួកគេទីបំផុតបានឃើញអំពើពុករលួយនោះដោយភ្នែកខ្លួនឯងនិងមានអារម្មណ៍ធូរស្រាលដែលមិនមែននៅតែម្នាក់ឯងពួកគេជួបគ្នាងក់ក្បាលក្នុងភាពស្ងៀមស្ងាត់ហាក់ដូចជាទើបតែភ្ញាក់ពីសុបិនអាក្រក់ដ៏វែងឆ្ងាយមន្ត្រីប៉ូលីសខលខូចដែលធ្លាប់តែខ្លាំងពូកែឥឡូវនេះមើលទៅតូចតាចនៅកណ្ដាលសំឡេងសើចនោះមុខរបស់គាត់ឡើងក្រហមថ្កាមរបស់គាត់រឹងភ្នែករបស់គាត់ឆេះសន្ធោសន្ធៅមិនមែនដោយសារអំណាចទេប៉ុន្តែដោយសារតែអារម្មណ៍ខ្មាស់អៀនដែលត្រូវបានបង្ខំឲ្យចេញមកក្រៅគាត់មិនស៊ាំនឹងការក្លាយជាប្រធានបទនៃការសើចទេជាធម្មតាមនុស្សភ័យខ្លាចឬធ្វើពុតជាគោរពប៉ុន្តែថ្ងៃនេះនៅចំពោះមុខអ្នករើសអេតចាយប្រឡាក់ប្រឡូសម្នាក់កិត្តិយសរបស់គាត់ដែលបានសាងឡើងពីការបំផិតបំភ័យចាប់ផ្ដើមដួលរលំគាត់ងាកទៅរកសហការីរបស់គាត់ស្វែងរកការគាំទ្រប៉ុន្តែអ្វីដែលគាត់ឃើញគឺទឹកមុខឆ្កាំឆ្គងដែលមិនដឹងថាត្រូវធ្វើអ្វីដោយមិនគិតវែងឆ្ងាយកំហឹងរបស់គាត់បានទោះឡើងឯងជាអ្នករើសអេតចាយក្រហើយស្អុយហ៊ាននិយាយបែបនេះជាមួយមន្ត្រីគាត់ស្រែកសំឡេងរបស់គាត់ញ័រមិនមែនដោយសារអំណាចទេប៉ុន្តែដោយសារតែឈឺចាប់គាត់មានអារម្មណ៍ថាត្រូវបានប្រមាថមិនមែនដោយពាក្យសម្ដីរបស់បុប្ផាទេប៉ុន្តែដោយការពិតដែលថាមនុស្សម្នាក់ដែលគាត់ចាត់ទុកដូចជាសម្រាមហ៊ានប្រឈមមុខនឹងគាត់នៅទីសាធារណៈ
ได้สดามระบบกวดเลิกลางอย่างเลื่อนบนตบหมอกผัดพอช่วยระบบบุพาเตอร์เตอย่างคลางสำเร็งนุบรรชุบกาใส่เพลียมช่ออากาศโดยจีเกาะในแต่งออกบักทมบนใต้บุพาเหมือนดัวเตเนียงกรอนแต่เหยียยืดมุกระบบเนียงกระหอมเสาะระบบเนียงบางในคลาในทว่าได้กระดาในระบบเนียงเหมือนเมียนตึกในเอาไว้ได้เมียนเนตีนุเหมือนแมนจีกาชีจับเตบนใต้จีบกาเพลิงได้จับดามแช่ให้ในขนมเพียบเงียมสงัดได้เพลียมนุกรุบเนียดังทาเมียนเอาไว้มวยทมนังกาดลางฉับนี้มนตรีโพลิสเขาโคดบุญเนี่ยเตียบบ้านล้อมปอดบุพาบังกาจีรงวงโตจังเอียดได้โปเป่งดอยกากุมเรียมกุมไฮมันเนี่ยขนมจำน้อมปุเก้ได้จ้าจิงเกบ้านบอสจุมเฮียนเติมมุกดอยสำเล็งเตียบปนตายมุดสรุดเนียงไอ้กรอนแต่จีเนี่ยเรื่องเอ็ดใจส้มโตพลีมเตอร์ยื่งหนึ่งอ่อยไอ้เตอร์กอดนิเยหะโดยจีบดอเพลเจงดอยเจ็ดตุลีปนตายสำเล็งระบอกกอดฉบับนะนี่มันแมนจีกาปดอจูนเตนี่คือจีบัญชีปุเกจือเจธาบนตอปีกาเตะคอมพลิงนุเขมงสไรนุประกอบจีหนึ่งคลายอันกบาสมโตรูดรถเกคลูนแต่งยมโดยแดดทลบกาดลางจมพูจนรงครูมนระบอปุเกเพลกเรื่องมวยบกพามันแมนจีจนรงครูธรรมดาเตเนียงมันได้สมกาอนัตอาโซจีปิเซคือกาอังประกอบปีมนุขทปอระบอบกพาเนอแต่กระดาปนใต้มันแมนจีกาชีจับได้กรุบกรงเนียงเตปนใต้จีเพียบฉบาล้อได้พลีมนุบ้านหมกดอโดยจีเพลียงเนอกันดาเวียกสัตเนียงดอกดังหามแวงรูดเงบหมกลางยืดเพนกระบอเนียงสำลังเมื่อหมกนีมวยเนอจุ่มเวงเนียงหมกได้เปะไอสันทานกัดอยู่บนใต้ปุกระลุยปีคางขนงบนตบหมอกสำเล็งระบอเนียงบานประตูหลังคลางนังเมืองมัดบ่มใบเพียบเงียมสงัดเปโรเซียขยมปัจจิกระแมนโลกบนใต้ลุยได้ขยมรกบานคือสะอาดออมเหมือนโดยโลกเตได้รกลุยปีกาจุมรเตียประจีจุนโตใต้ประยอกนุเหมือนแมนจีกาสไลดอยอารามเตปนใต้จีกากัดโตได้เตอบ้านนิเยดอยสงบสงัดหะโดยจีเนียงบ้านรงจำอากาศนี้จียูหมกหายเนยจุมวิงปุเกประจีโปรดได้ทลบแต่เงียมสงัดเอเลนี้สำลังเมื่อคณีเตวิงเตหมกเมียนโนนาเฮียนนิเยไว้เตปนใต้เนยขนมจัดระบปุเกเมียนเอาไว้มูจับดามพลาโดตุ่มนกจัดได้เปรสรามเพียบคลาฮานได้กำปงหลุดล้อให้มนตรีเข้าโคตรแต่งนุจีเลิกดำบงเมียนอารามทาเอกสันทานระบปุเกเลงกาเปียปุเกเตียดหายปนใต้ตุยเตวิงเพื่อเอาปุเกขมาเอียนมันต้นเตียงสำเร็งระบบบุพาบัตเตอร์ขนงชอกระดาพองมนตรีโพลิสเข้าโคดได้บานเตียเนียงกบตุกมหังอย่างคลังไอจีเนเรอเอ็ดใจเจดังจรานแมนกดสไลด์รูดดอยมันกึดเวงชงายได้ระบบกดบานวีมาดองเตียดเลิกนี้กันแต่โกรธเกลียดกันแต่โคเคอวีเตเลือทปอระบบบุพาดอยกำลังเป็นตุมหังเรียงกายระบบเนียงรงกู้รงเกอปนใต้เนียงมันดัวเตสะระบบเนียงบางมุกปนใต้พเนกระบบเนียงเนแต่บางแช่โดยจงเงือเพลิงได้มันปรมระลดชิมสระจับดามโฮเต็กปีจงมอดระบอเนียงลีลอมจีมวยทูลีได้ตามเพลปนใต้เอาไว้ได้ชี้จับบอมพอดมันแม้นจีกาชี้จับเนเลือทปอระบอเนียงเตปนใต้จีเพียบกระเอิดกระตุ้มระบอมนุษย์ได้เปียไอสันทานยุตทอปนใต้จวนชลีดำไหลนุได้ครูนไอเนจุมเวเนียงเพียบเงียมสงัดดอกกูเอาคลายเนะบากบอตุบดังฮามมันเฮียนนิเย่ปนใต้พเนกระบอปุเกโปเป่งดอยกาอนัดอาโซนังกมหังได้เตรบานตุกสหการีบุญเนะตีระบอมนตรีนุโจหมกเจ็ดโชคนีจีเนมุกบุพาโดยจีระบองมีนจีวัดได้โปเป่งดอยกากุมเรียมกมหายปุเกกถากรอนแต่มีนจำนวนจราหนึ่งไอสันทานปุเกไอเฟอร์เอาเนียงอันกบาบ้านมันเนะขนงจำน้อมปุเกแทนแต่งจับได้เนียงอย่างคลังหะโดยจีจองตีเนียงเตยจิงจามเพลดำใบกลมเอารมคานปฏิบัติการระบอปุเกเตียดปนใต้เนี่ยได้ปุเก้กำปงประชมมุกมันแมนจีเขมงสไรได้ปุเก้ทลบประพฤติอำเภออนาจาโดยขมิ้นกาเกิดนุเตบุพาดอกได้ระบอเนียงยืดเจงปีกาจับนุมันแมนโดยกำลังเตปนใต้โดยเพียบเมืองมัดได้เพื่อเอามันเตรนุเหยียบเอาเนียงโชตรองจุดเชียมเนเลิบโบมอดระบอเนียงโดยขนมได้รูดสำลังเมื่อปุเก้มาดองมันเนี่ยยืดโดยเจ็ดนาหะโดยจีกำปงจองจำมุกมอดนิมุยสำหรับเอาไว้มุยได้นังหมกดอให้เนปีกรอยพเนกดอสงบสงัดระบอเนียงมันเตรเข้าโคตรแต่งนุจับดาวเมียนอารามเอาไว้มุยได้จำไลมันแมนจีกาไพลีจมพูอำนาจระบอบปุเกเตปนใต้จีกาไพคลายจมพูเพียบคลาฮันได้เงียมสงัดรงจำเปเวลีระบอบคลูนหมกดอบุพาได้เนแต่เมียนอารามก็ได้เนเลือทปอระบอบเนียงก็ใส่ลางเพลียมมันแมนจีกาใส่ติกหรือสนามยำเตปนใต้จีกาใส่ได้ประตูลางคลางพลือคลานังโปเป่งโดยเพียบคลาฮันสำเร็งระบอบเนียงบรรลือล้างเนกันดาเพลได้ทลบแต่สงัดโดยซากาไพคลายตุบนังจิงเจียงตุบหลุโดนังเพื่อเอามนตรีโพลิสเข้าโคตรแต่งนุเงียเมื่อคณีเตวิงเตหมกดอยอันเตซาปุเกมันโยให้เอาไว้บ้านจีเนเรอเอ็ดใจมันเนได้เติบแต่เตรบานเตะกำเพลียงใบจีซอยโดยจีเนชเนเตวิงกาซอยนุมันแมนจีสัญญาในเพียบชกูดลีเลียเตปนใต้จีโพตังได้ทาเนียงมันเตรบ้านบ่มเพชรบ่มเพยตุยเตวิงเนียงเคยทาอำนาจระบอบปุเกพอยสรุยปนาได้โชว์เนปีเลกาเพยคลายระบอบเนอเตยให้กาซอยนุบานชลองเรียดาเนบากบอมมันเนยมมันเนตีบหมกบายืด
ហាក់ដូចជាទើបតែដឹងថាស្ត្រូវរបស់ពួកគេមិនខ្លាំងដូចដែលពួកគេធ្លាប់ខ្លាចនោះទេមន្ត្រីម្នាក់ដែលក្មេងជាងគេនិងអន្ទះសារជាងគេបានស្រែកដោយសំឡេងស្អកឯងឈួតទេអីទៅឲ្យឆ្ងាយទៅគាត់និយាយទាំងចង្អុលទៅចុងផ្លូវហាក់ដូចជាកំពុងដេញខ្មោចដែលមិនអាចគ្រប់គ្រងបានប៉ុន្តែបុប្ផាមិនរើខ្លួនទេនាងឈប់សើចយឺតរួចសម្លឹងមើលពួកគេដោយភ្នែកដែលឥឡូវនេះស្ងប់ស្ងាត់ដូចផ្ទៃបឹងមុនពេលព្យុះខ្ញុំពិតជាអ្នករើសអេតចាយមែននាងនិយាយយឺតប៉ុន្តែពាក្យនេះមួយរបស់នាងមុតដូចកាំបិតរូបរាងខ្ញុំប្រឡាក់ប្រឡូសសក់ខ្ញុំកន្ទ្រើងសម្លៀកបំពាក់ខ្ញុំចាស់រហែកប៉ុន្តែខ្ញុំមិនដូចពួកលោកទាំងអស់គ្នាទេនាងសម្លឹងមើលត្រង់ទៅមន្ត្រីដែលបានទះនាងពួកលោកមិនមែនជាអ្នកអនុវត្តច្បាប់ទេពួកលោកជាក្មេងទំនើងក្នុងឯកសណ្ឋានប្រយោគនោះធ្លាក់ចុះដូចញួរមុខមាត់នៅចំពោះមុខនាងឡើងស្លេកពួកគេចង់ខឹងចង់វាយប្រហារប៉ុន្តែជើងរបស់ពួកគេហាក់ដូចជាជាប់គាំងព្រោះជាលើកដំបូងការកុហករបស់ពួកគេត្រូវបានហៅដោយឈ្មោះពិតរបស់វានៅពេលថ្ងៃត្រង់នៅចំពោះមុខសាក្សីដែលលែងអាចធ្វើពុតជាខ្វាក់ទៀតហើយកំហឹងរបស់មន្ត្រីប៉ូលីសខលខូចទាំងនោះឡើងដល់កំពូលពួកគេទ្រាំមិនបានទៀតទេចំពោះអាកប្បកិរិយាស្ងប់ស្ងាត់ប៉ុន្តែមុតស្រួចរបស់បុប្ផាអ្នកដែលបានទះនាងមុនគេបោះជំហានទៅមុខរបស់គាត់ក្រហមសរសៃរបស់គាត់ឡើងប៉ោងឯងធ្វើលើសពេកហើយគាត់ស្រែករួចដោយគ្មានការព្រមានគាត់បានឆក់យកបាវនៅលើខ្នងរបស់បុប្ផាហើយទាញវាយ៉ាងខ្លាំងរហូតដល់របស់របរក្នុងនោះធ្លាក់រាយប៉ាយដល់ផ្លាស្ទិកធ្លាក់រមៀលទៅលើផ្លូវកៅស៊ូប៉ះទង្គិចគ្នាម្ដងមួយដូចជាសំឡេងនាឡិកាដែលបង្ហាញពីការបញ្ចប់នៃការធ្វើពុតរបស់ពួកគេបុប្ផាមិនបានតតនៅពេលដែលបាវរបស់នាងត្រូវបានដណ្ដើមយកនាងគ្រាន់តែសម្លឹងមើលភ្នែករបស់នាងឆេះមិនមែនដោយសារការបរាជ័យទេប៉ុន្តែដោយសារការសម្រេចចិត្តដែលបានធ្វើរួចរាល់មន្ត្រីខលខូចទាំងនោះគិតថានេះគឺជាការបញ្ចប់នៃការតស៊ូរបស់នាងថានាងនឹងយំចុះចាញ់រត់គេចប៉ុន្តែពួកគេគិតខុសរាល់ដបដែលធ្លាក់មិនមែនជាការបាត់បង់ទេប៉ុន្តែជាភស្តុតាងហើយភស្តុតាងមិនយូរមិនឆាប់តែងតែនិយាយមន្ត្រីម្នាក់ទៀតដែលខ្ពស់ជាងគេបានរុញទ្រូងរបស់បុប្ផាដោយបាតដៃរាងកាយដ៏ទន់ខ្សោយរបស់នាងដួលទៅលើផ្លូវដៃរបស់នាងគិតនឹងផ្លូវកៅស៊ូឈាមស្រស់ហូរតិចពីមុខរបួសនៅលើបាតដៃធូលីដីតាមផ្លូវជាប់នឹងសម្លៀកបំពាក់របស់នាងដែលប្រឡាក់ប្រឡូសស្រាប់ទៅហើយសក់របស់នាងបាំងមុខប៉ុន្តែនាងមិនត្អូញត្អែទេនាងគ្រាន់តែស្ងៀមមួយផ្លែតរួចងើបក្បាលឡើងយឺតភ្នែករបស់នាងសម្លឹងមើលត្រង់ទៅមន្ត្រីទាំង5នាក់នោះមិនមែនដោយការស្អប់ខ្ពើមទេប៉ុន្តែដោយភាពច្បាស់លាស់ដ៏គួរឲ្យខ្លាចហើយនៅទីនោះហើយដែលកំហឹងរបស់នាងពិតជាផ្ទុះឡើងមិនមែនជាការស្រែកទេប៉ុន្តែនៅក្នុងភាពស្ងៀមស្ងាត់ដែលបំភ្លេចបំផ្លាញជាងនាងក្រោកឈរយឺតជូតឈាមពីដៃរបស់នាងរួចដាក់ជំហររាងកាយរបស់នាងអន់បន្តិចជើងបើកដៃត្រៀមមុនរីខើខូចទាំងនោះសើចតិចគិតថានេះគ្រាន់តែជាការគំរាមទេស្អាតប៉ុន្តែពួកគេមិនដឹងទេបុប្ផាមិនមែនគ្រាន់តែជាអ្នករើសអេតចាយទេនាងគឺជាព្យុះដែលធ្លាប់ធ្វើពុតជាខ្យល់ត្រជាក់ហើយព្យុះនោះឥឡូវនេះត្រៀមខ្លួនបំផ្លាញរាល់ភាពคล้ายដែលលាក់ខ្លួននៅពីក្រោយឯកសណ្ឋានមន្ត្រីប៉ូលីសខលខូចដែលខ្ពស់ជាងគេដែលហាក់ដូចជាមេក្រុមឈរត្រង់ដោយពឹងទ្រូងហាក់ដូចជាជ័យជំនះរបស់គាត់គឺជៀសមិនរួចឯងកុំហ៊ានធ្វើអីផ្ដេសផ្ដាសជាមួយពួកយើងគាត់គំរាមសម្លេងរបស់គាត់ត្រូវបានបង្ខំឲ្យខ្លាំងដើម្បីបិទបាំងអារម្មណ៍ព្រួយបារម្ភដែលចាប់ផ្ដើមលូនចូលក្នុងទ្រូងរបស់គាត់ទៅឯងរំខានការត្រួតពិនិត្យនេះណាស់ហើយកុំហ៊ាននិយាយបែបនោះម្ដងទៀតគាត់ចង្អុលដៃទៅបុប្ផាហាក់ដូចជាដោយបញ្ជាមួយម៉ាត់ក្មេងស្រីនោះនឹងបាត់ទៅដូចជាធូលីនៅជុំវិញពួកគេប្រជាពលរដ្ឋនៅតែស្ងៀមប៉ុន្តែការសម្លឹងរបស់ពួកគេលែងអញ្ចោះភ្នែករបស់ពួកគេពោពេញដោយការយកចិត្តទុកដាក់ហាក់ដូចជារងចាំការបញ្ចប់នៃរឿងល្ខោនដែលពួកគេធ្លាប់តែឃើញក្នុងភាពស្ងៀមស្ងាត់បុប្ផាមិនឆ្លើយនាងគ្រាន់តែសម្លឹងមើលដោយស្ងៀមស្ងាត់ដូចជាថ្មពណ៌ព្រះទឹកដែលមិនរង្គោះរង្គើដោយរលកប៉ុន្តែនៅពីក្រោយភាពស្ងៀមស្ងាត់នោះមានអ្វីមួយត្រូវបានសម្រេចចិត្តគ្រប់គ្រាន់ហើយនឹងភាពស្ងៀមស្ងាត់គ្រប់គ្រាន់ហើយនឹងការបុប្ផាក្រោកឈរយឺតរាងកាយរបស់នាងនៅតែប្រឡាក់ធូលីសម្លៀកបំពាក់របស់នាងរហែកនៅត្រង់កែងដៃប៉ុនតែជំហររបស់នាងបានផ្លាស់ប្ដូរទាំងស្រុងឥឡូវនេះនាងមិនមែនជាក្មេងស្រីខ្មាស់អៀនដែលរើសអេតចាយទៀតទេប៉ុន្តែជាអ្នកចម្បាំងដែលត្រៀមខ្លួនអនុវត្តយុទ្ធធម៌ដោយដៃទេនាងត្រៀមខ្លួនជើងស្ដាំរបស់នាងថយក្រោយកន្លះជំហានចង្កេះទាបដៃក្តាប់ប៉ុន្តែសម្រាប់ចលនាដែលកើតចេញពីការវឹកហាត់យូរមិនមែនជាកំហឹងមួយពេលទេមិនទាន់ទាំងមន្ត្រីខលខូចទាំងនោះដឹងពីការគំរាមកំហែងពិតប្រាកដនៅចំពោះមុខពួកគេផងបុប្ផាបានផ្លាស់ទីយ៉ាងលឿនក្នុងមួយប៉ព្រិចភ្នែកនាងបានវាយអ្នកដែលនៅខាងមុខគេដោយកែងយ៉ាងមុតស្រួចទៅលើថ្កាមរួចបង្វើខ្លួនយ៉ាងលឿនទាត់ជង្គង់មន្ត្រីទី2រហូតដល់គាត់ដួលរមួលខ្លួនដប់ដែលធ្លាក់រាយប៉ាយឥឡូវនេះត្រូវបានជន់ដោយស្បែកជើងឯកសណ្ឋានដែលរត់ចែកជើងគ្នាសម្លេងរាងកាយធ្លាក់សម្លេងធ្ងោឈឺចាប់និងសម្លេងឯកសណ្ឋានដែលរហែកបានពេញខ្យល់ពេលរសៀលដែលពីមុនស្ងាត់ដោយសារការភ័យខ្លាចហើយបុប្ផានៅកណ្ដាលភាពច្របូកច្របល់នោះធ្វើចលនាដូចស្រមោលលឿនជាក់លាក់គ្មានការអាណិតអាសូរ
ได้របស់បុប្ផាមានស្នាមជាមនិងហូរឈាមដោយសារការកិតនឹងផ្លូវកៅស៊ូប៉ុន្តែនាងមិនខ្វល់ទេចលនានីមួយរបស់នាងឥឡូវនេះមិនមែនគ្រាន់តែជាការការពារខ្លួនទេប៉ុន្តែជាការបង្ហាញពីកំហឹងដែលត្រូវបានកប់ទុកក្នុងភាពស្ងៀមស្ងាត់រហូតមកកំហឹងចំពោះអយុត្តិធម៌ដែលត្រូវបានចាត់ទុកថាជារឿងធម្មតាចំពោះការរំលោភអំណាចដែលត្រូវបានបណ្ដោយឲ្យកើតមានចំពោះការភ័យខ្លាចដែលត្រូវបានចិញ្ចឹមដោយចេតនាដើម្បីឲ្យប្រជាជនតូចតាចបន្តអន្ក្បាលនាងទាត់ក៏ជើងមន្ត្រីទី3រហូតដល់គាត់ដួលផ្ងារួចបង្វិលរាងកាយមន្ត្រីទី4ដោយចលនាស្មារតីលឿននិងគ្រោះថ្នាក់មន្ត្រីទី5ព្យាយាមរត់ប៉ុន្តែបុប្ផានៅពីក្រោយគាត់រួចហើយការចាប់មួយនឹងរាងកាយរបស់គាត់ក៏ដួលអស់សង្ឃឹមត្រឹមតែប៉ុន្មានវិនាទីមន្ត្រីខើខូចទាំង5នាក់ដែលធ្លាប់តែក្រអឺតក្រទុំនឹងកាច់សាហាវឥឡូវនេះបានដេកដួលនៅលើផ្លូវកៅស៊ូរមួលខ្លួនដោយការឈឺចាប់ឯកសណ្ឋានរបស់ពួកគេញ៉ៃញ៉ៃមុខរបស់ពួកគេហើមមុខរបស់ពួកគេធ្ងោមិនឈប់ផ្លូវដែលពីមុនស្ងាត់ដោយសារការភ័យខ្លាចឥឡូវនេះពោពេញដោយសម្លេងធ្ងោរបស់ពួកគេសម្លេងនៃការបរាជ័យពីដែលជិះមិនរួចម្នាក់ក្នុងចំណោមពួកគេដែលខ្ពស់ជាងគេបានព្យាយាមក្រោកឈរទាំងកាន់ឆ្អឹងជំនីរបស់គាត់ដែលហាក់ដូចជាបាក់គាត់សម្លឹងមើលបុប្ផាដោយភ្នែកពោពេញដោយការភ័យខ្លាចសម្លេងរបស់គាត់ញ៉ឯងកុំធ្វើផ្ដេសផ្ដាសពួកយើងជាមន្ត្រីមានសមត្ថកិច្ចឯងអាចជប់គុកគាត់គំរាមប៉ុន្តែគ្មានកម្លាំងនៅទីនោះទេមានតែសេះសល់នៃភាពក្រអឺតក្រទុំដែលចាប់ផ្ដើមដួលរលំបុប្ផាមិនឆ្លើយតបដោយពាក្យសម្ដីទេនាងគ្រាន់តែដើរយឺតយកបាវរបស់នាងដែលធ្លាក់នៅជិតលូរួចបក់វាដើម្បីសម្អាតធូលីចលនារបស់នាងស្ងប់ស្ងាត់ស្ទើរតែដូចជាពិធីសាសនាហាក់ដូចជានិយាយថាអំពើហិង្សាមិនមែនជាគោលដៅរបស់ខ្ញុំទេប៉ុន្តែអ្នកខ្លួនឯងដែលបង្ខំឲ្យខ្ញុំនិយាយភាសានេះនាងបន្ទាប់មកដករបស់ម្យ៉ាងចេញពីស្រទាប់លាក់កំបាំងនៅក្នុងបាវនោះគឺវិជុតាក់តងអាយកូមដតូចមួយពណ៌ខ្មៅស្អាតខុសប្លែកពីរូបរាងប្រឡាក់ប្រឡូសរបស់នាងដោយស្ងប់ស្ងាត់នាងចុចប៊ូតុងនៅចំហៀងរួចនិយាយយឺតប៉ុន្តែច្បាស់រាយការណ៍គោលដៅត្រូវបានបង្កាប5នាក់ដេកដួលនៅលើផ្លូវមុនីវង្សមុខហាងបាយសារីឥន្ទ្រាពួកគេទ្រាំខ្លួននិងអស់សង្ឃឹមសូមបញ្ជូនរថយន្តឃុំខ្លួនជាបន្ទាន់សំឡេងរបស់នាងរៀបស្មើវិជ្ជាជីវៈមិនដូចសំឡេងអ្នករើសអេតចាយតតែសោះហើយនៅទីនោះហើយដែលមន្ត្រីខើខូចទាំងនោះទីបំផុតយល់ពួកគេមិនមែនកំពុងប្រឈមមុខនឹងក្មេងស្រីរើសអេតចាយទេប៉ុន្តែអ្វីមួយដែលគ្រោះថ្នាក់ជាងនេះឆ្ងាយណាស់យុទ្ធធរដែលលែងខ្លួនឬសំឡេងរបស់បុប្ផាតាមរយៈវិទ្យុតាក់ទងមន្ត្រីម្នាក់ដែលនៅតែព្យាយាមអង្គុយស្រឡាំងកាំងភ្នែករបស់គាត់បើកធំមាត់របស់គាត់បើកចំគ្មានសំឡេងរាងកាយរបស់គាត់ដែលធ្លាប់តែពោពេញដោយភាពក្រអឺតក្រទុំឥឡូវនេះញ័រដោយមិនអាចគ្រប់គ្រងបាននាងជានរណាឲ្យប្រកាសគាត់សួរដោយសំឡេងស្អកស្ទើរតែដូចក្មេងតូចដែលបាត់បង់ទីពឹងសហការីរបស់គាត់ដែលរងរបួសក៏សម្លឹងមើលបុប្ផាដោយការភ័យខ្លាចនិងច្របូកច្របល់ឯកសណ្ឋានរបស់ពួកគេឥឡូវនេះមានអារម្មណ៍ដូចជារបាំងមុខដែលទើបតែធ្លាក់ពួកគេគិតថាថ្ងៃនេះពួកគេគ្រាន់តែជំរិតទារប្រាក់ពីអ្នកបើកបរឆ្លងកាត់និងបំផិតបំភ័យអ្នករើសអេតចាយដែលអស់សង្ឃឹមម្នាក់មិនដែលនឹកស្មានថាអ្នកដែលពួកគេកំពុងប្រឈមមុខគឺជាភ្នាក់ងារសម្ងាត់ដែលបានសង្កេតមើលថតទុកនិងរងចាំពេលសំស្របដើម្បីផ្ដួលរំលំពួកគេហើយឥឡូវនេះនៅកណ្ដាលផ្លូវដ៏ក្តៅនេះពួកគេលែងជាអ្នកអនុវត្តច្បាប់ទៀតហើយប៉ុន្តែជាឧក្រិដ្ឋជនដែលត្រូវបានចាប់បានបុប្ផាមិនបានឆ្លើយសំណួរនោះទេនាងគ្រាន់តែសម្លឹងមើលពួកគេមួយភ្លែតរួចផ្ដោតអារម្មណ៍វិញទៅលើវិទ្យុតាក់ទងនៅក្នុងដៃរបស់នាងបញ្ជាក់ការទទួល over នាងនិយាយដោយស្ងប់ស្ងាត់ហាក់ដូចជាបុរស5នាក់ដែលដេកដួលនៅជើងរបស់នាងគ្រាន់តែជាផ្នែកតូចមួយនៃប្រតិបត្តិការដ៏ធំជាងនេះទឹកមុខរបស់នាងនៅតែរាបស្មើគ្មានជ័យជំនះដែលត្រូវបង្ហាញគ្មានការសងសឹកដែលត្រូវបញ្ចេញមានតែភារកិច្ចដែលបានបញ្ចប់នៅចម្ងាយសំឡេងស៊ីរ៉ែនចាប់ផ្ដើមបន្លឺឡើងស្រាលប៉ុន្តែច្បាស់លាស់កំពុងខិតជិតមកពីចុងផ្លូវអ្នកបើកបរដែលពីមុនស្ងៀមស្ងាត់ឥឡូវនេះខ្សឹបសៀវដាក់គ្នាភ្នែករបស់ពួកគេភ្លឺចែងចាំងលីលំរវាងការធូរស្រាលនិងការភ្ញាក់ផ្អើលពួកគេដឹងថានេះមិនមែនជាការបញ្ចប់នៃការត្រួតពិនិត្យខុសច្បាប់មួយទេប៉ុន្តែជាការចាប់ផ្ដើមនៃភាពក្លាហានរួមដែលត្រូវបានកប់ទុកជាយូរមកហើយបុប្ផាជាមួយនឹងបាវចាស់នៅលើស្មានឹងដៃដែលនៅតែមានឈាមឈរនៅកណ្ដាលផ្លូវដូចជារូបសំណាកយុទ្ធធរដែលទីបំផុតបានធ្វើចលនាស្ងៀមស្ងាត់ត្រង់និងមិនរង្គោះរង្គើក្នុងរយៈពេល10នាទីក្បួនរថយន្តប៉ូលីសបានមកដល់មិនមែនជារថយន្តដែលតែងតែលេចឡើងនៅកន្លែងត្រួតពិនិត្យខុសច្បាប់ទេប៉ុន្តែជារថយន្តផ្លូវការដែលមានភ្លើងពណ៌ខៀវភ្លឺនិងស្លាកលេខផ្លូវការរបស់ប៉ូលីសទ្វារបើកហើយប៉ូលីសជាច្រើនអ្នកក្នុងសម្លៀកបំពាក់ពេញលេញបានចុះមកដោយចលនាដែលត្រូវបានវឹកហាត់ពួកគេមិននិយាយច្រើនទេចូលទៅមន្ត្រីខើខូចទាំង5នាក់ដែលនៅតែអង្គុយអស់កម្លាំងនៅលើផ្លូវកៅស៊ូភ្លាមម្នាក់ក្នុងចំណោមពួកគេជានាយទាហានវ័យក្មេងម្នាក់ដែលមានស្លាកសញ្ញាប្រឆាំងអំពើពុករលួយនៅលើដៃរបស់គាត់បានដើរទៅជិតបុប្ផាហើយងក់បើគោរពបន្តិចជាសញ្ញានៃការកោតសរសើរដែលយល់បានតែដោយអ្នកដែលនៅក្នុងពិភពតែមួយ
ពុបផាងកក្បាលយឺតរួចប្រកួតវិជុតាក់ទងរបស់នាងជាផ្នែកមួយនៃនីតិវិធីប្រកួតទទួលគ្មានការអបអសាទរមានតែការទទួលស្គាល់ដោយស្ងៀមស្ងាត់ដែលមានតម្លៃជាងពាក្យសរសើររាប់ពាន់មន្ត្រីខលខូចដែលត្រូវបាននាំឡើងរថយន្តឃុំខ្លួនព្យាយាមញាក់មើលនាងមាត់របស់ពួកគេធ្វើចលនាចង់សួរម្ដងទៀតប៉ុន្តែគ្មានសម្លេងចេញមកទេពួកគេដឹងថាសំណួរតើនាងជានរណាឲ្យប្រាកដនឹងមិនត្រូវបានឆ្លើយឡើយព្រោះចម្លើយបានបង្ហាញនៅក្នុងសកម្មភាពរួចហើយសវនាការត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សភស្តុតាងនៃការថតសម្លេងពីវិទ្យុតាក់ទងទីបន្ទាល់ពីអ្នកបើកបរ៉ប10នាក់ដែលធ្លាប់តែស្ងៀមស្ងាត់និងរបាយការណ៍ប្រតិបត្តិការដែលបានគ្រោងទុកពីក្រុមការងារផ្ទៃក្នុងរបស់ប៉ូលីសបានធ្វើឲ្យករណីនេះមិនអាចបិទបាំងបានមន្ត្រីទាំង5នាក់នោះត្រូវបានបណ្តេញចេញពីការងារដោយគ្មានកិត្តិយសមិនត្រឹមតែបាត់បង់តំណែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងកិត្តិយសដែលពួកគេបានបំផ្លាញដោយខ្លួនឯងរហូតមកពួកគេត្រូវបានប្រន្ទាទោសដាក់ពន្ធនាគារស្របតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយព្រោះអ្វីដែលពួកគេបានធ្វើមិនមែនគ្រាន់តែជាការរំលោភវិន័យទេប៉ុន្តែជាការក្បត់និងសម្ផាននៃការចូលកាន់តំណែងនៅក្នុងបន្ទប់សវនាការមុខរបស់ពួកគេស្លេកក្បាលអញ្ចោះមិនមែនដោយសារតែការសោកស្ដាយទេប៉ុន្តែដោយសារតែខ្មាស់អៀនត្រូវបានពិភពលោកដឹងថាជាអ្នកបោកប្រាស់ដែលបន្លំខ្លួនជាអ្នកការពារហើយនៅខាងក្រៅអគារតុលាការបុប្ផាមិនបានបង្ហាញខ្លួនទេនាងបានត្រឡប់ទៅផ្លូវវិញជាមួយនឹងបាវនៅលើខ្នងនិងដបទេនៅក្នុងដៃហាក់ដូចជាថ្ងៃនោះគ្រាន់តែជាថ្ងៃធម្មតាមួយប៉ុន្តែប្រជាពលរដ្ឋក្នុងទីក្រុងដឹងតាំងពីសៀលនោះមកការត្រួតពិនិត្យខុសច្បាប់នៅលើផ្លូវមុនីវង្សមិនដែលកើតឡើងទៀតទេព្រោះយុត្តិធម៌ទោះបីមកក្នុងទម្រង់ជាអ្នករើសអេតចាយប្រឡាក់ប្រឡោសក៏នៅតែជាយុត្តិធម៌ប៉ុន្មានថ្ងៃបន្ទាប់ពីហេតុការណ៍នោះបរិយាកាសនៅតាមបណ្ដោយផ្លូវមុនីវង្សបានផ្លាស់ប្ដូរគ្មានការត្រួតពិនិត្យភ្លាមនៅពេលថ្ងៃត្រង់ទៀតទេគ្មានដៃលូកចេញសុំលុយក្រោមទៅពីអ្នកបើកបរដែលភ័យខ្លាចទៀតទេហាងតូចត្រឡប់មករកភាពស្ងប់ស្ងាត់វិញអ្នកបើកបរឆ្លងកាត់ដោយអារម្មណ៍ធូរស្រាលជាងមុនហើយប្រជាពលរដ្ឋចាប់ផ្ដើមហ៊ានសួរសុខទុក្ខគ្នាទៅវិញទៅមកម្ដងទៀតហាក់ដូចជាបន្ទុកដែលមើលមិនឃើញដែលបានសង្កត់សង្កិនពួកគេរហូតមកទីបំផុតត្រូវបានដកចេញគ្មាននរណាដឹងច្បាស់ថាក្មេងស្រីរើសអេតចាយនោះជានរណាពិតប្រាកដទេប៉ុន្តែរឿងរ៉ាវរបស់នាងបានរីករាលដាលពីមាត់មួយទៅមាត់មួយដូចជាខ្យល់ដែលនាំមកនៅក្តីសង្ឃឹមថាភាពក្លាហានមិនតែងតែមកពីអ្នកដែលស្លៀកពាក់ស្អាតបាតហើយយុទ្ធធរអាចលេចឡើងពីកន្លែងដែលនឹកស្មានមិនដល់បំផុតនៅជ្រុងមួយនៃទីក្រុងអ្នករត់ស៊ីក្លូម្នាក់ថែមទាំងចាប់ផ្ដើមទុកដុតចាស់នៅមុខតូបរបស់គាត់មិនមែនគ្រាន់តែដើម្បីលក់ទេប៉ុន្តែជាទម្រង់នៃការអរគុណដោយស្ងៀមស្ងាត់ទៅកាន់នរណាម្នាក់ដែលមិនដែលសុំការតបស្នងបុប្ផាខ្លួនឯងមិនបានត្រឡប់ទៅកន្លែងកើតហេតុវិញទេនាងលេចមុខនៅតំបន់ផ្សេងទៀតជាមួយនឹងផ្លូវថ្មីបាវរ៉ែនិងភាពស្ងៀមស្ងាត់ដែលកាន់តែជ្រៅប៉ុន្តែម្ដងកាលនៅចន្លោះគំនរសម្រាមដែលនាងកកាយនាងបានរកឃើញក្រដាសតូចមួយដែលត្រូវបានសុកចូលទៅក្នុងដបអរគុណពីអ្នកបើកបរដែលធ្លាប់ត្រូវបានជំរិតទាពរជ័យពីអ្នកលក់បាយសូម្បីតែរូបគំនូររបស់ក្មេងតូចម្នាក់ដែលហៅនាងថាវីនារីដប់ជ័រនាងមិនដែលឆ្លើយតបគ្រាន់តែរក្សាក្រដាសនោះទុកមួយផ្លែតរួចបោះវាទៅក្នុងធុងសម្រាមស្អាតមិនមែនដោយសារតែមិនឲ្យតម្លៃទេប៉ុន្តែដោយសារតែភារកិច្ចរបស់នាងមិនមែនដើមបីត្រូវបានគេចងចាំទេប៉ុន្តែគឺដើម្បីបន្តដើរហើយនៅពីក្រោយសក់កន្ទ្រើងនិងសម្លៀកបំពាក់ចាស់រហែកនាងដឹងថាដរាបណានៅតែមានអ្នកដែលហ៊ានរំលោភអំណាចដរាបនោះនាងនឹងនៅតែមានវត្តមានស្ងៀមស្ងាត់ប្រុងប្រយ័ត្ននិងត្រៀមខ្លួនជាសម្លេងសម្រាប់អ្នកដែលមិនអាចនិយាយបានប៉ុន្មានសប្តាហ៍ក្រោយមកព័ត៌មានអំពីការបោះសម្អាតមន្ត្រីពុករលួយនៅលើផ្លូវមុនីវង្សបានចាប់ផ្ដើមចូលទៅក្នុងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមិនមែនដោយមានឈ្មោះបុប្ផាទេពិតណាស់ប៉ុន្តែជាប្រតិបត្តិការផ្ទៃក្នុងដោយផ្អែកលើបាយការណ៍របស់ប្រជាពលរដ្ឋនឹងការស៊ើបការសម្ងាត់គ្មានរូបថតគ្មានការសម្ភាសមានតែសេចក្តីថ្លែងការណ៍ខ្លីមួយពីភាគីប៉ូលីសអំពីការបដិញ្ញាចិត្តក្នុងការអនុវត្តវិន័យនិងលុបបំបាត់ការអនុវត្តការជំរិតទារប្រាក់ក្រោមរូបភាពការត្រួតពិនិត្យទោះជាយ៉ាងណាក៏ដោយសម្រាប់ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ភ្នែកនៅរសៀលនោះការពិតគឺច្បាស់ជាងព័ត៌មានផ្លូវការឆ្ងាយណាស់ពួកគេដឹងថាមានស្ត្រីវ័យក្មេងម្នាក់ដែលសុកចិត្តស្លៀកពាក់ប្រឡាក់ប្រឡោសដើម្បីបន្លំខ្លួនក្នុងចំណោមអ្នកដែលមើលមិនឃើញដែលប្រើបាវដប់ជាខែលនិងភាពស្មោះត្រង់ជាអាវុធហើយទោះបីជាឈ្មោះរបស់នាងមិនត្រូវបានគេលើកឡើងវត្តមានរបស់នាងបានបន្សល់ទុកនៅដានដែលមិនអាចលុបបានទំនុកចិត្តដែលចាប់ផ្ដើមលូតលាស់ឡើងវិញភាពក្លាហានដែលចាប់ផ្ដើមឆ្លងរាលដាលនិងជំនឿថាយុត្តិធម៌មិនមែនជារបស់អ្នកដែលមានអំណាចតែប៉ុណ្ណោះទេរហូតដល់ល្ងាចមួយនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចហើយផ្លូវចាប់ផ្ដើមស្ងាត់ក្មេងប្រុសតូចម្នាក់បានរត់មកជិតអ្នករើសអេតចាយស្ត្រីម្នាក់ដែលកំពុងអង្គុយនៅលើចិញ្ចើមផ្លូវរៀបចំដបក្មេងនោះបានប្រគល់ដបទឹកបរិសុទ្ធមួយដែលមិនទាន់បានផឹករួចនិយាយយឺតនេះសម្រាប់បងស្រីអរគុណបុប្ផាសម្លឹងមើលគាត់មួយផ្លែតរួចញឹមស្នាមញឹមដំបងដែលពិតជាបានឃើញតាំងពីថ្ងៃនោះមកនាងទទួលយកអំនោះ
មិនមែនដើម្បីលក់ទេប៉ុន្តែដើម្បីផឹកហើយនៅពេលដែលនាងផឹកទឹកនោះនៅចម្ងាយបានឬសំឡេងមិនមែនជាការត្រួតពិនិត្យទេប៉ុន្តែជារថយន្តល្បាតផ្លូវការដែលកំពុងធ្វើដំណើរដោយសណ្ដាប់ធ្នាប់ដោយមិនបានសុំលុយមួយរៀលបុប្ផាងាកទៅរកសំឡេងនោះរួចក្រោកឈរយឺតលើកបាវរបស់នាងហើយបោះជំហានម្ដងទៀតព្រោះសម្រាប់នាងការតស៊ូមិនមែនអំពីរឿងជ័យជំនះតែមួយដងទេប៉ុន្តែគឺអំពីការបន្តដើរដរាបណានៅតែមានអ្នកដែលត្រូវការការពារដរាបណានៅតែមានអ្នកដែលហ៊ានធ្វើខុសហើយដរាបណាពិភពលោកនៅតែត្រូវការមនុស្សដែលសុខចិត្តធ្វើជាស្រមោលដើម្បីនាំពន្លឺពីរឿងរ៉ាវរបស់បុប្ផាយើងរៀនបានថាយុត្តិធម៌មិនតែងតែមកពីវេទិការាយសន្តានដែលមានអំណាចនោះទេពេលខ្លះវាមកពីដៃដែលពោពេញដោយរបួសពីសម្លេងដែលធ្លាប់តែត្រូវបានគេចាត់ទុកថាមិនសំខាន់រូបរាងខាងក្រៅអាចបោកបញ្ឆោតបានប៉ុន្តែសុចរិតភាពមិនដែលកុហកទេកុំមើលស្រាលមនុស្សដោយសារតែស្ថានភាពរបស់ពួកគេព្រោះនៅពីក្រោយភាពសាមញ្ញអាចលាក់ទុកនៅភាពក្លាហានដែលអាចធ្វើឲ្យរង្គោះរង្គើអំពើពុករលួយជម្រាបលា